នៅភូមិវាលស្រូវក្មេងប្រុស3នាក់គឺដារ៉ាមករានិងសូផាតគឺជំរិតស្លាប់រស់នឹងគ្នារៀងរាល់ព្រឹកពួកគេតែងតែដើរជើងទទេកាត់វាលស្រែពេលសម្រាកពួកគេចែកគ្នាហូបបាយកញ្ចប់មានបាយកកនិងត្រីងៀតក្រោមដើមជ្រៃធំយ៉ាងឆ្ងាញ់ពិសាពេលល្ងាចឡើងពួកគេនាំគ្នាជិះក្របីដេញចាប់កណ្ដូបតាមភ្លឺស្រែយ៉ាងសប្បាយរីករាយបន្ទាប់មកលោតទឹកត្រពាំងផ្អើលអស់ហ្វូងទាក្នុងវ័យនេះក្តីសុខរបស់ពួកគេគឺគ្រាន់តែបានលេងជាមួយគ្នាចូលដល់វ័យជំទង់ជីវិតកាន់តែមានភាពប្រកួតប្រជែងជារៀងរាល់ថ្ងៃតារាមករានិងសូផាតត្រូវជិះកង់ចាស់ៗចម្ងាយជាង10គីឡូម៉ែត្រដើម្បីទៅរៀននៅវិទ្យាល័យមែនហើយតែយើងនឹងទៅដល់ទោះបីខែវស្សាជោគជាំឬខែប្រាំងក្តៅហែងក៏ពួកគេមិនដែលបោះបង់គ្នាឡើយបើកង់ម្នាក់ណាធ្លាយកង់2នាក់ទៀតនឹងជួយរុញនៅក្រោមពន្លឺចង្គៀងប្រេងកាតនាពេលយប់ពួកគេចាប់ផ្ដើមជជែកពីអនាគតយ៉ាងយកចិត្តទុកដាក់រឿងនឹងអញគិតដូចគ្នាខ្ញុំគិតថាពួកយើងត្រូវធ្វើច្រើនជាងនេះតារាចង់ខ្លាចជាអ្នកដឹកនាំមករាចង់ធ្វើជាវិស្វករសង់ផ្ទះស្អាតៗឲ្យពុកម៉ែចំណែកសូផាតចង់នាំចំណេះដឹងមកជួយក្មេងៗក្នុងភូមិវិញក្រោយជាប់បាក់ឌុបចំណុចរបត់ជីវិតបានមកដល់ពួកគេត្រូវចាក់ចេញពីវាលស្រែខៀវខ្ចីឆ្ពោះទៅកាន់ទីក្រុងភ្នំពេញដ៏អ៊ូអរដើម្បីស្វែងរកអនាគតរៀងខ្លួនតារាបានអាហារូបករណ៍រៀនផ្នែកវិទ្យាសាស្ត្រនយោបាយគេតស៊ូធ្វើការងារក្រៅម៉ោងផងនិងរៀនផងដោយមិនរុញរាមករាសម្រាប់ក្តីស្រមៃចូលរៀនផ្នែកស្ថាបត្យកម្មគេចំណាយពេលភាគច្រើនក្នុងបណ្ណាល័យនិងចុះការឋានសំណង់ដើម្បីអនុវត្តផ្ទាល់ចំណែកឯសូផាតជ្រើសរើសរៀនផ្នែកគរុកោសល្យគេតែងតែទូរស័ព្ទសួរសុខទុក្ខមិត្តភក្តិទាំងពីរជានិច្ចទោះបីការសិក្សារវល់យ៉ាងណាក៏ដោយក្នុងវ័យនេះពួកគេបែកគ្នារូបកាយតែស្មារតីជួយជ្រួមជ្រែងគ្នាជានិច្ចទាំងថវិកានិងកម្លាំងចិត្តមិនដែលខាន15ឆ្នាំក្រោយមកក្នុងពិធីបុណ្យភូមិដ៏អ៊ូអរមិត្តភ័ក្តិទាំង3បានណាត់ជួបគ្នាម្ដងទៀតនៅក្រោមដើមជ្រៃកន្លែងចាស់ឥឡូវនេះតារាជាអភិបាលស្រុកដ៏ល្អម្នាក់មករាជាស្ថាបត្យករដែលសាងសង់សាលារៀនក្នុងភូមិហើយសូផាតជាគ្រូនាយកសាលាដ៏គួរឲ្យគោរពពួកគេម្នាក់ៗមានគ្រួសាររៀងៗខ្លួនហើយកូនៗរបស់ពួកគេក៏កំពុងរត់លេងជាមួយគ្នាយ៉ាងសប្បាយរីករាយដោយពួកគេកាលពីក្មេងៗដែរក្រោមពន្លឺថ្ងៃរៀបលិចទោះបីជីវិតប្រែប្រួលយ៉ាងណាតែសម្លាញ់នៅតែជាសម្លាញ់ជានិច្ច